ថាទ្រាំបានហ្មងតាមកលេសកលេសនឹងកលេសកដៃទាំងអស់កលេសជង្គង់កលេសកជើងនឹងហើយខ្ញុំឈ្មោះអាន សោះថ្ងៃបងមានបញ្ជនមកហើយបង ខ្ញុំអាយុ52ហើយ បងស្ថិតនៅទីតាំងភូមិឃុំ អូខ្ញុំរស់នៅស្រុកភ្នំខេត្តព្រៃវែងណា មុនពេលដែលបងបានទទួលទានជាមួយនឹងផលិតផលធម្មជាតិវីហូបតើបងមានអាការៈធ្វើទុកបែបណាវិញដែរបង ការធ្វើទុកនឹងនិយាយពីធ្វើទុកនឹងថាទ្រាំបានទេធ្វើទុកបាទធ្វើទុកនឹងចាប់ដើមធ្វើទុកដំបងគឺចាប់ដើមដូចកាច់យកហ្មងវាដូចថាវាឈូតាមស្លាក់ដៃស្លាក់ជើងតាមកលេសដៃកលេសជើងអាស្មាបោះដៃអីហ្នឹងធ្ងន់ដូចដុំថ្មណាអូបាទហ្នឹងហើយដល់ពេលចាប់ដើមលេបតែ2ថ្ងៃចាប់ដើមថាឲ្យថាវាប្រែប្រួលមកដូចថាឲ្យហាក់ដឹង 50% ប្រយដំបូងវាសូន្យណាបាទដល់ពេលចាប់ដើមតែ2ថ្ងៃដូចឲ្យដឹងថាចូល 50% បាទបាទឡើងតែ3 4 5ថ្ងៃដូចស្លាស់ថេងហ្មងលែងឈឺតាមអីអញ្ចឹងពីមុនមកបងឈឺតាមកលុកកលាក់ដៃជើងបើនិយាយរួមទៅឲ្យតែកលេសហ្នឹងកលេសនឹងកលេសកដៃទាំងអស់កលេសជង្គង់កលេសកជើងនឹងហើយបណ្ដដល់ទៅពេលវាចាប់ដូចយើងបលាចាក់អញ្ចឹងទាំងដៃទាំងជើងនឹងធ្វើទុកធ្វើទុកឈីបហើយដល់ទៅពេលបើនិយាយពីជើងបើយើងឈរយូរគឺក្តៅងុំមកអូក្តៅចាប់ពីកលេសកជើងនឹងទៅក្តៅហើយឡើងតឹងផ្អឹសហ្មងដល់លេបថ្នាំទៅដល់វាធូរទៅដូចវាសុបាយចិត្តថាដូចរស់ម្ដងទៀតបាទជាហើយតាំងពីដើមមកមិនដែលចេះឈឺអីផងទទួលទានអស់ប្រហែលជាប្រមាណប្រទេសដែរបងចាប់ដើមឃើញផលខ្ញុំចាប់ដើមមកតែ3ថ្ងៃទេអស់6គ្រាប់ហ្នឹងខ្ញុំប្រហែលជាចូល60ទៅ 70% អស់តែ6គ្រាប់ទេបាទអស់តែ6គ្រាប់ដែលឲ្យសញ្ញាមកដឹងថាអាចថាត្រូវបាត់ទៅលើអាការៈណាមុនគេដែរបងអន់ហើមឬមួយក៏និយាយរួមទៅពាក់ព័ន្ធនឹងអាឈឺនេះកញ្ញោដែរហើមហ្នឹងអត់តាន់ទេបាទពាក់ព័ន្ធនឹងអាចាក់ឈីបដូចបើយកបលាចាក់ហ្នឹងតាមកលេសហ្នឹងបាទអាហ្នឹងឲ្យដឹងអាហ្នឹងមុនគេចាប់ដើមទី2ធ្ងន់អាធ្ងន់ហ្នឹងគឺវាធ្វើឲ្យស្រាលវិញអូយើងអាចលើកដៃបានបាទដល់ពេលលែងឈឺអាកលេសហ្នឹងវាទៅជាស្រាលខ្លួនណាហ្នឹងហើយស្រាលទៅវាធ្វើអាតាមកដៃកជើងអីហ្នឹងវាចាប់តិចម្ដងវាលែងឲ្យឈឺតិចម្ដងណាបាទដេញតិចហ្នឹងទៅអាហើមហ្នឹងក៏លែងមានហើយថ្ងៃហ្នឹងឈរមួយថ្ងៃវល់ងាយគ្រូឲ្យមើលឈរមួយថ្ងៃវល់ងាយអត់មានទេកាលមុនឡើងពោបានវីហុកនឹងមកដូចថារស់ម្ដងទៀតរស់ម្ដងទៀតហ្នឹងមែននិយាយត្រង់មែនគ្រូខ្ញុំប្រើជាក់ស្ដែងខ្លួនឯងហ្មងបាទប្រើជាក់ស្ដែងខ្លួនឯងមិនមែនថាមកប្រឌិតមកអីបន្លំអីចង់អីផ្សាយពាណិជ្ជកម្មអីអត់មែនទេអានេះគឺខ្លួនឯងហ្មងបើយើងថា100ទៅដូចវាអ៊ូតពេកថាត្រឹម 90% ដូចជាហើយរាល់ថ្ងៃមកវិញយើងប៉ុណ្ណេះហើយ